ខេត្តកំពង់ឆ្នាំងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធនៃការសោយទីវង្គតខួបលើកទី13របស់ព្រះករុណាព្រះបាទនរោត្តមសីហនុព្រះមហាក្សត្រព្រះបរមរតនកោដ្ឋរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី15ខែតុលាឆ្នាំ2025បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប13ឆ្នាំនៃការយាងចូលទីវង្គតព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រព្រះបរមរតនកោដ្ឋពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមស៊ីវរុនប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងលោកជំទាវកែច័ន្ទមនីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកស្រីតាមមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការជាច្រើនរូបទៀតនៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួបលើកទី13ឆ្នាំនៃការសោយទីវង្គតរបស់ព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ឆ្នាំងតាមប្រពៃណីព្រះពុទ្ធសាសនានិងបានធ្វើពិធីបង្សុកូលមហាបរិយាកុសលថ្វាយព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋកូនចៅទួតនិងប្រជាពលរដ្ឋទាំងអស់សូមថ្វាយព្រះពុទ្ធដួងវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋសូមយាងបដិសន្ធិក្នុងឋានបរមសុខកុំបីឃ្លានឡើយ